ជួបរបស់ពិតជួបរបស់ពិតមែនបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃមុននោះមកជាប់ស្នាញ់ក្រួយផ្ទះខ្ញុំឥឡូវហ្នឹងមកជាប់ស្នាញ់នៅក្នុងhouse ផ្កាឈុករត់ទៀតបងប្អូនទាំងអស់គ្នាឲ្យនិយាយទៅថាវាសបោអីសបោយ៉ាងហ្នឹងតែបើនៅកន្លែងខ្ញុំវិញគឺស្លាប់ដើកនេះគឺមានទោសបងប្អូនទាំងអស់គ្នាគឺប៉ូលីសអាចចាប់បានដោយសារដើកនេះគឺដើករបស់ខាងសាលាស្រុកគេយកមកដាក់ដើម្បីឲ្យវាស៊ីសัตว์ទូចអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយនៅកន្លែងខ្ញុំហ្នឹងគឺមានច្រើនមានទាំងធំមានទាំងទូចអីចឹងទៅហើយថ្ងៃនេះមកជាប់ក្នុងhouse ផ្កាឈុករត់របស់ខ្ញុំបងប្អូនទាំងអស់គ្នាហើយជនជាតិឥណ្ឌូនេស៊ីនោះគាត់ភ័យគាត់ហត់មកហៅខ្ញុំឡើងឆោឡោថាមានស្អីហើយគាត់អត់ចេះភាសាជប៉ុនអានដើកហ្នឹងគេហៅថាមិនទៀតហើយខ្ញុំមិនដឹងស្អីមកដល់បើឃើញបងប្អូនទាំងអស់គ្នាហើយបានដឹងថាអូនេះគឺរោកន្លែងឲ្យគេចាប់រហូតហ្មងហើយបើនិយាយទៅខ្ញុំគ្រាន់តែឃើញខ្ញុំខ្លាចខ្ញុំឃើញវាធំអញ្ចឹងហើយឃើញរឹងហើយប្តីនោះចាប់កតុយចាប់អីឲ្យមើលហើយបើជនជាតិឥណ្ឌូនេស៊ីនោះខ្លាចដែររត់និយាយទៅមិនដឹងអ្មេចឲ្យនាំគ្នាខ្លាចដើកហើយបើនៅខ្មែរយើងនាំគ្នាហូបដើកនៅនេះខ្លាចហើយនៅនេះវាធំអាក្រក់ពេកបងប្អូនអរគ្នាអាចមើលបានធំមែនតែនហ្មងហើយបើមុខដល់កហើយប្តីខ្ញុំមកចាប់ខ្ញុំចាប់សូបូប្តីប្រយ័ត្នមុតដៃមុតអីខំដៃខំអីហើយប្តីខ្ញុំថាអីទេយើងចាប់ពីក្រោយតែបើសិនជាយើងចាប់ពីមុខប្រយ័ត្នអីដឹងខំហើយអណ្ដើកនឹងហើយដើកធំចេះផងខំទៅដឹងដល់កហើយ